សូមអរគុណប្រកបដោយព្រះគុណតាមរយៈការសញ្ចឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងយ៉ូហានជំពូក14ខ6ព្រះយេស៊ូវមានបន្ទូលទៅគាត់ថាខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើមិនមកតាមខ្ញុំនោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយប្រព័ន្ធដៅទីតាំងដែលយើងហៅថា GPS ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅសម័យបច្ចុប្បន្ននេះមនុស្សជាច្រើនដែលពឹងផ្អែកលើ GPS ដើម្បីនឹងស្វែងរកទីតាំងដែលគេចង់ទៅប្រព័ន្ធ GPS នឹងប្រាប់ផ្លូវពួកគេនៅពេលដែលពួកគេវង្វេងហើយវានឹងផ្ដល់នៅទិសដៅនិងគោលដៅព្រមទាំងនាំពួកគេទៅកាន់គោលដៅដែលពួកគេចង់ទៅដល់ទៅតាមផ្លូវដែលត្រឹមត្រូវមួយប្រព័ន្ធ GPS បានប្រាប់យើងជាមុននៅពេលដែលយើងរៀបនឹងបត់ឆ្វេងឬបត់ស្ដាំទៅតាមផ្លូវណាមួយហើយវាក៏នឹងនាំឲ្យយើងទៅដល់គោលដៅដោយសុវត្ថិភាពដូចគ្នានេះដែរបងប្អូនហើយព្រះយេស៊ូវគឺជា GPS ខាងឯព្រលឹងវិញ្ញាណរបស់យើងទ្រង់ជាអ្នកកំណត់ហើយទ្រង់ជាអ្នកនាំផ្លូវយើងទៅដល់គោលដៅដែលត្រូវនឹងបំណងព្រះハរតីរបស់ព្រះដល់ពេលដែលយើងមិនដឹងថាយើងត្រូវទៅទីណាព្រះយេស៊ូវអាចនឹងមានបន្ទូលមកកាន់បងប្អូនថាចូលមកតាមខ្ញុំត្បិតទ្រង់នេះហើយគឺជាផ្លូវអង្គទ្រង់ផ្ទាល់គឺជាផ្លូវព្រះយេស៊ូវបានមានបន្ទូលប្រាប់យើងថាទ្រង់គឺជាផ្លូវដ៏ត្រឹមត្រូវនៅពេលដែលលោកីគេចង្អុលបង្ហាញយើងប្រាប់ផ្លូវយើងឲ្យយើងដើរតាមផ្លូវជាច្រើនប៉ុន្តែផ្លូវដែលត្រឹមត្រូវតែមួយគត់ដែលព្រះអង្គចាស់ព្រះយេស៊ូវបានមានបន្ទូលនោះគឺទ្រង់ផ្ទាល់នេះគឺជាផ្លូវជួនពេលខ្លះបងប្អូនហើយ GPS អាចដាច់សេវាឬដាច់ signal ដែលมันអាចបង្ហាញគោលដៅឲ្យបានត្រឹមត្រូវបានតែព្រះយេស៊ូវមិនចេះដាច់សេវាឬក៏ដាច់ signal នោះឡើយព្រះយេស៊ូវមិនដែលដាច់ដានរបស់យើងនៅពេលដែលយើងធ្វើដំណើរទៅទីណានោះឡើយមិនថាបងប្អូនវង្វេងឬរសាត់ឆ្ងាយបាត់ទៅទីកន្លែងណានោះឡើយគឺព្រះអង្គនៅតែរកយើងឃើញព្រះអង្គនៅតែឃើញពីដានជើងរបស់យើងជានិច្ចបិទព្រះអង្គគឺជាផ្លូវហើយជា GPS របស់យើងទ្រង់គឺជាផ្លូវតែមួយគត់ដែលនាំយើងឲ្យត្រឡប់ទៅឯព្រះវរបិតាវិញដើរជាមួយទ្រង់មានន័យថាដើរលើផ្លូវរបស់ទ្រង់នោះអ្នកនឹងមិនវង្វេងទៀតឡើយម្យ៉ាងទៀតទ្រង់គឺជាសេចក្តីពិតសេចក្តីពិតមិនផ្លាស់ប្ដូរទៅតាមពេលវេលាឬទីកន្លែងនោះឡើយសេចក្តីពិតមិនត្រូវការអាប់ដេតព័ត៌មានបន្ថែមនោះឡើយហើយសេចក្តីពិតគឺនៅដដែលដូចនៅក្នុងព្រះបន្ទូលបានប្រាប់យើងថាព្រះយេស៊ូវមិនប្រែប្រួលឡើយព្រះអង្គនៅដដែលម្សិលមិញថ្ងៃនេះនិងថ្ងៃស្អែកនេះហើយគឺជាសេចក្តីពិតដែលមិនប្រែប្រួលទៅតាមពេលវេលាទៅតាមទីកន្លែងឬសម័យកាលរបស់មនុស្សនោះឡើយគឺសេចក្តីពិតមិនដែលប្រែប្រួលសេចក្តីពិតមិនត្រូវការ upgrade ឬក៏ update ដូចជាសម្ភារៈនោះឡើយសេចក្តីពិតជួយរំដោះយើងឲ្យមានសេរីភាព
ជួយរំដោះយើងពីការកុហករបស់លោកីនិងការបោកបញ្ឆោតខ្លួនឯងសេចក្តីពិតជួយឲ្យយើងមានសេរីភាពពីសេចក្តីភ័យខ្លាចហើយជួយឲ្យយើងរកឃើញថាតើយើងជានរណាយើងមកពីណាហើយយើងទៅណាសេចក្តីពិតបានបង្ហាញយ៉ាងច្បាស់ថាយើងគឺជាកូនជាទីស្រឡាញ់របស់ព្រះលើសពីនេះទៅទៀតបងប្អូនហើយព្រះយេស៊ូវមានបន្ទូលថាខ្ញុំគឺជាជីវិតមិនអាចរកឃើញនៅក្នុងទ្រព្យសម្បត្តិកិត្តិនាមឬភាពល្បីល្បាញនោះឡើយតែជីវិតត្រូវបានរកឃើញនៅក្នុងទំនាក់ទំនងដែលយើងមានជាមួយនឹងព្រះយេស៊ូវជីវិតរកឃើញតាមរយៈការកើតជាថ្មីនៅក្នុងសេចក្តីជំនឿដែលយើងជឿលើព្រះយេស៊ូវនៅពេលដែលទ្រង់បានបំពេញចិត្តរបស់យើងភាពទទេនឹងរសាត់បាត់ទៅហើយបំពេញដោយសេចក្តីសង្ឃឹមនិងសេចក្តីអំណរព្រមទាំងសេចក្តីសុខសាន្តពេលខ្លះយើងមិនអើពើនឹងទិសដៅរបស់ទ្រង់នឹងការដឹកនាំរបស់ទ្រង់ហើយជួនពេលខ្លះយើងដើរតាមផ្លូវរបស់ខ្លួនជាការពិតណាស់បងប្អូនហើយកាលណាយើងដើរតាមផ្លូវរបស់ខ្លួនទីបំផុតនៃផ្លូវនោះគឺមានតែភាពសោកសង្រែងភាពអស់សង្ឃឹមនិងសេចក្តីហិនវិនាសដូច្នេះនៅពេលដែលបងប្អូនប្រឈមមុខនឹងភាពមិនប្រកបប្រជាចូលចាំថាបងប្អូនមិនមែនកំពុងតែដើរតែម្នាក់ឯងនោះឡើយព្រះយេស៊ូវដែលជ្រាបគ្រប់ទាំងរបត់ផ្លូវរបស់បងប្អូនព្រះយេស៊ូវទ្រង់ជ្រាបពីផ្លូវវាងឬផ្លូវកោងក្នុងកំឡុងពេលដែលបងប្អូនកំពុងធ្វើដំណើរទៅគោលដៅដូច្នេះហើយសូមឲ្យព្រះយេស៊ូវបានធ្វើជា GPS របស់បងប្អូនរាល់គ្នាហើយដឹកនាំជីវិតរបស់បងប្អូនសូមព្រះវិញ្ញាណបរិសុទ្ធបានកំសាន្តចិត្តនិងពង្រឹងសេចក្តីជំនឿរបស់បងប្អូនម្នាក់ហើយនាំបងប្អូនទៅដល់ផ្ទះរបស់ព្រះវរបិតាចូលអធិដ្ឋានទូលថ្វាយជាមួយគ្នាព្រះអង្គចាស់ព្រះយេស៊ូវយើងខ្ញុំសូមអរព្រគុណដល់ទ្រង់សម្រាប់ការដែលព្រះអង្គបានលះព្រះជន្មសម្រាប់ការដែលព្រះអង្គបានបន្ទាបខ្លួនធ្វើជា GPS របស់យើងខ្ញុំម្នាក់ដើម្បីយើងខ្ញុំបានរស់នៅតាមបំណងប្រាថ្នាតែទ្រង់អរព្រគុណទ្រង់ដែលទ្រង់បានចាត់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដែលដឹកនាំជីវិតរបស់យើងខ្ញុំហើយប្រាប់ពីសេចក្តីពិតដើម្បីឲ្យយើងខ្ញុំមានសេរីភាពព្រមទាំងផ្ដល់នូវជីវិតអស់កលជ្រិតនៅនគរឋានសួគ៌សូមជួយឲ្យយើងខ្ញុំដើរតាមការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ជារៀងរាល់ថ្ងៃដរាបទៅដល់ផ្ទះព្រះវរបិតាជាមួយនឹងទ្រង់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន